មករយៈថ្មីនេះយើងឃើញមានបងប្អូនស្រីៗគាត់ស្លៀកពាក់សម្លៀកបំពាក់បុរាណឬក៏សរងឬក៏អាចជាហូលផាមួងឬក្បិនហាត់ប្រាណនៅក្នុង gym បើសិនជាយើងឆ្ងល់ថាហេតុអីខ្ញុំសូមលូកមាត់ចែកម្លែកបន្តិចរឿងហ្នឹងហេតុភេទហ្នឹងវាកើតឡើងក្រោយពេលដែលបងប្រុសម្នាក់ហ្នឹងគាត់ comment ជាសាធារណៈមួយម៉ាត់ខ្ញុំសូមអានជូនស្រីៗទៅហាត់ប្រាណស្លៀកពាក់ឲ្យសមល្មមបានហើយគ្មានអាណាគេទៅប៉ះប៉ាន់យើងទេប៉ុន្តែសូមផ្ដល់តម្លៃខ្លួននិងអាណិតដល់ភ្នែកមនុស្សប្រុសខ្លះផងកន្លែងហាត់ប្រាណមិនមែនជាកន្លែងបង្ហាញទម្រង់ប៉ាន់នៅលើគូកនោះទេសម្ដីហ្នឹងបន្ទាប់ពីនិយាយរួច comment នៅលើ social media រួចស្រាប់តែមានការឆ្លើយឆ្លងច្រើនរវាងភាគីខាងប្រុសហើយនិងភាគីខាងស្រីនៅលើបញ្ហាការហាត់កីឡាទៅលើជំរឿននៃការស្លៀកពាក់ឬក៏ខ្លះបញ្ចេញមតិយោបល់ទៅលើភាពសមរម្យឬមិនសមរម្យហើយនឹងការដែលមនុស្សប្រុសមានអារម្មណ៍កខងទៅលើការស្លៀកពាក់ទាំងអស់នោះរបស់មនុស្សស្រីសង្ខេបសាច់រឿង long story short បើសិនជាមើលត្រួសទៅរឿងនេះមិនមែនវាគ្រាន់តែពាក់ព័ន្ធទៅលើការស្លៀកពាក់តែមុខទេវាមានទំនាក់ទំនងតាំងពីការប្រកាន់ gender កត្តាសីលធម៌បរិបទផ្នត់គំនិតគំរិលរបស់សង្គមសិទ្ធិសេរីភាពឯកជនក្នុងការជ្រើសរើសសម្លៀកបំពាក់មួយដែលសមស្របសម្រាប់ខ្លួនឯងហើយការគោរពឲ្យតម្លៃគ្នា as a person រវាងគ្នានឹងគ្នាសម្រាប់ការមើលឃើញរបស់ខ្ញុំនេះដែរក្នុងភេទជាមនុស្សប្រុសមើលទៅលើបញ្ហានេះចេញពីជ្រុងភេទខាងប្រុសខ្ញុំសូមបញ្ចេញមតិថាបរិសម្នាក់នេះគឺច្បាស់ណាស់គាត់អាចចេញពីជ្រុងដែលគាត់ដឹងឬមិនដឹងខ្លួនថាគាត់ជាមនុស្សចាស់កម្រិលមានទស្សនៈរើសអើងទៅលើជំរឿនស្លៀកពាក់របស់មនុស្សស្រីជារួមប៉ុន្តែខ្ញុំសូមផ្ដាំទៅគាត់ថាយើងមិនគួរមានសិទ្ធិក្នុងការអាកាត់ឬក៏វាតម្លៃថាការស្លៀកពាក់របស់អ្នកណាម្នាក់វាខុសឬក៏ត្រូវនោះទេហើយបើយើងនិយាយដល់សិទ្ធិសេរីភាពឯកជនមិនថាស្រីឬក៏ប្រុសគឺគាត់មានសិទ្ធិជ្រើសរើសសម្លៀកបំពាក់ដែលគាត់ចង់ស្លៀកតាមចំណង់ចំណូលចិត្តហើយដោយសារតែយើងមិនចូលចិត្តអ្វីដែលគេពាក់នៅលើខ្លួនក៏វាមិនមែនមានន័យថាគេខុសដែរអ្នកដែលមានសិទ្ធិកំណត់ថាខុសឬក៏ត្រូវនៅក្នុងអង្គហេតុបែប gym ចេះគឺនៅកន្លែងហាត់ប្រាណគេមានគោលការណ៍កន្លែងហាត់ប្រាណបើសិនជាម្ចាស់កន្លែងហាត់ប្រាណគេមិនបានមកប្រាប់ថាខុសឬក៏ត្រូវទេយើងគឺជាអតិថិជនដូចគ្នាយើងមានសិទ្ធិស្មើគ្នាគេស្លៀកអីគឺជារឿងគេយើងស្លៀកអីក៏ជារឿងយើងដែរបើសិនជាម្ចាស់ហាងមិនបានទៅប្រាប់ថាខុសទេយើងអត់មានសិទ្ធិអាកាត់ថាខុសជំនួសម្ចាស់កន្លែងទេព្រោះកន្លែងនេះគឺជាកន្លែងឯកជនរបស់ថៅកែហាង gym ហ្នឹងអញ្ចឹងបើសិនជាម្ចាស់កន្លែងគាត់មិនបានកំណត់ស្តង់ដារថាខុសទេយើងអាចនិយាយថាខុសទេត្រឡប់មករឿងសម្ដីបន្តទៀតដែលគាត់និយាយថាអាណិតមនុស្សប្រុសខ្លះផងឬក៏គាត់និយាយថាកន្លែងហាត់ប្រាណមិនមែនជាកន្លែងបង្ហាញទម្រង់ប៉ាន់នៅលើគោកនោះទេការនិយាយបែបនេះវាបង្ហាញថាគាត់នឹងគ្មានសមត្ថភាពឬក៏គ្មានប្រាជ្ញាក្នុងការគ្រប់គ្រងឥរិយាបថរបស់គាត់មនុស្សស្រីគេស្លៀកអីយើងមានអារម្មណ៍អី it's okay it's fine គិនឆាណាប៉ុន្តែមិនថាយើងមានអារម្មណ៍បែបណាទេវាគឺជារឿងសាមញ្ញខ្ញុំចង់បញ្ជាក់កន្លែងនេះខ្ញុំទទួលស្គាល់ថាវាជារឿងទូទៅដែលយើងជាមនុស្សប្រុសយើងមាន testosterone ច្រើនយើងអាចមានប្រតិកម្មគីមីមួយចំនួនដែលខួរក្បាលយើងអាចទៅគិតដល់កខងចឆញអញ្ចឹងមិនថាយើងគិតទៅដល់ណាក៏ដោយសូមទាញត្រឡប់មកវិញសមត្ថភាពក្នុងការគ្រប់គ្រងឥរិយាបថរបស់យើងគ្រប់គ្រងសិលធម៌ផ្ទាល់ខ្លួនវាគឺជាទំនួលខុសត្រូវរបស់យើងទាំងស្រុងអញ្ចឹងបើយើងគ្មានសមត្ថភាពគ្រប់គ្រងឥរិយាបថឬសិលធម៌របស់យើងប្រមាណចំណុចនេះទេវាគឺជាបញ្ហារបស់យើងមិនមែនជាបញ្ហាមនុស្សស្រីនោះទេកុំសម័យដល់ថាយើងមានសិទ្ធិលេបខាយប្រមាថជំរឿសរបស់គេក្នុងការស្លៀកពាក់និយាយទៅ work on your problem it's a you problem not them ចំណែកភាគីខាងស្រីវិញខ្ញុំមើលឃើញខ្ញុំសូមចូលរួមតិចដែរគណៈការស្លៀកពាក់របស់យើងខ្ញុំអត់មានសិទ្ធិទៅអាកាត់អីទេប៉ុន្តែខ្ញុំក៏ទទួលស្គាល់ខ្ញុំចង់បញ្ជាក់ថាខ្ញុំក៏ទទួលស្គាល់ថាខ្ញុំអត់មានសិទ្ធិទៅអាកាត់ទេហើយខ្ញុំចង់ឲ្យស្វែងយល់បន្តិចដែរទៅលើជំរឿននៃការស្លៀកពាក់របស់យើងបន្ថែមទៀតមុននឹងយើងប្រកាន់នឹងភ្នែកអ្នកដទៃពេលដែលគេមើលមកយើងអញ្ចឹងប្រតិកម្មដែលមនុស្សប្រុសអាចមានឬក៏កសែភ្នែកដែលគេកលេចមើលកខងរបស់យើងវាជា normal វាជាធម្មតាវាមានមុននឹងខ្ញុំលូកមាត់ចូលជ្រៅជាងនឹងតិចទៀតខ្ញុំសូមបញ្ជាក់ឲ្យច្បាស់ថាខ្ញុំអត់មានជំហរក្នុងការប្រកាន់រកខុសរកត្រូវទៅលើជំរឿនស្លៀកពាក់របស់បងប្អូនស្រីៗទេដោយដែលបានស្ដាប់សម្ដីខ្ញុំពីខាងដើមមកប៉ុន្តែសម្ដីប្រមាណម៉ាត់បន្ទាប់ពីនេះទៅគឺខ្ញុំសូមសង្កត់ចិត្តបងប្អូនឲ្យទ្រាំស្ដាប់ខ្ញុំបន្តិចព្រោះអាចថារាប់វាជាគំនិតមួយជ្រុងហើយពិចារណាតាមសមានចិត្តតែមានណាខ្ញុំចង់និយាយបែបនេះថាកលៈទេសៈនៅក្នុងការហាត់ប្រាណនៅក្នុង gym មិនថាស្រីឬក៏ប្រុសខ្ញុំសូមវាយវាជាទូទៅបើយើងមើលទៅលើករណីនេះគឺវាមានពីរប្រភេទនៃអ្នកហាត់ប្រាណនៅកន្លែង gym ទី1គឺអ្នកដែលទៅហាត់ប្រាណដើម្បីសុខភាពពិតប្រាកដតែមួយមុខគេគាត់ហាត់ដើម្បីតែសុខភាពទេអញ្ចឹងដូចថាជំរឿននៃការស្លៀកពាក់ផាសុខភាពឬក៏អត់
អាវវាលដើម្បីងាយស្រួលបញ្ចេញញើសឬក៏ខោយឺតរឹបដែលងាយស្រួលធ្វើសកម្មភាពក្នុងការហាត់ពុតចង្កេះដងខ្លួនក៏អញ្ចឹងដើម្បីប្រយោជន៍ផាសុកភាពគឺគាត់នឹងខ្វល់ឬក៏ take care ការស្លៀកពាក់របស់គាត់នៅក្នុងកម្រិតមួយមកល្មមមកស្រួលខ្លួនហាត់បានស្រួលប៉ុន្តែក៏វាមានប្រភេទទី2ដែលអ្នកហាត់ប្រាណគាត់មិនមែនមកហាត់ប្រាណទេគាត់មកហាត់ប្រាណបូកជាមួយនឹងចេតនាចង់សម្ញែងរាងកាយឬក៏ asset របស់គាត់ការស្លៀកពាក់ CC ជាដើមដែលវាអាចលើសកម្រិតពីអ្នកហាត់ប្រាណបន្តិចទៀតអញ្ចឹងកន្លែងនេះដែរខ្ញុំអត់ចោទថាខុសឬក៏ត្រូវទេបើមកជាមួយនឹងចេតនាចង់ហាត់ប្រាណបញ្ចេញរាង it's okay it's fine គិញឆាណាប៉ុន្តែខណៈពេលដែលវាមិនខុសទោះអីនោះទេសួរថាគំនិតសំខាន់វាជាអ្វីកន្លែងហ្នឹងខ្ញុំចង់ទាញបងប្អូនស្រីមួយចំនួនជាពិសេសបងប្អូនដែលមានគំនិតប្រកាន់ទៅលើភ្នែកមនុស្សប្រុសនៅពេលដែលគេសឡឹងមកយើងពេលដែលយើងស្លៀកពាក់ប្រភេទកខកខងឬក៏ពេលខ្លះយើងខឹងគេនៅពេលដែលគេយល់ច្រឡំវាតម្លៃថាយើងជាមនុស្សស្រីបែបនេះបែបនោះអីចឹងណាអត់ឲ្យតម្លៃខ្លួនឯងអត់ឲ្យតម្លៃនៅកន្លែងទីសាធារណៈដែលយើងកំពុងតែស្ថិតនៅនឹងខ្ញុំអត់ដឹងថាផ្គុំពាក្យមិនឲ្យត្រូវទេប៉ុន្តែខ្ញុំសូមលើកឧទាហរណ៍មួយឥឡូវដូចមើលខ្ញុំអញ្ចឹងណាមុខខ្ញុំអញ្ចឹងសក់ខ្ញុំវែងហើយរូបសម្បត្តិបែបហ្នឹងខ្ញុំអត់សូវចេះញញឹមនៅខាងក្រៅទេនិយាយទៅឯកសន្តានខ្ញុំបែបហ្នឹងគេនឹងគិតថាខ្ញុំជាមនុស្សអាក្រក់គេអាចនឹងគិតថាខ្ញុំជាមនុស្សការយងក្នុងមិនល្អឯជាដើមហើយនៅពេលដែលគេគិតអញ្ចឹងសួរថាខ្ញុំខឹងគេអត់ទេសួរថាខ្ញុំប្រកាន់គេអត់ទេដោយសារអីខ្ញុំទទួលស្គាល់ថាវាស្តៀងនឹងពួកអញ្ចឹងមែនដោយសារអីមួយទៀតដោយសារនៅក្នុងសង្គមរបស់យើងបរិបទសង្គមយើងនៅក្នុងកុនមិនថាក្នុងរឿងដែលគេលេងគេបង្រៀនឲ្យមនុស្សយើងស្អប់ឬក៏មានផ្នត់គំនិតមួយថានេះរូបសម្បត្តិបែបនេះវាគឺជារូបសម្បត្តិចោលឬក៏នេះគឺជារូបសម្បត្តិមនុស្សកាចយងក្នុងអញ្ចឹងនៅពេលដែលបង្រៀនអញ្ចឹងមនុស្សគិតអញ្ចឹងនៅពេលដែលគិតអញ្ចឹងសួរថាខ្ញុំប្រកាន់មនុស្សដែលគិតអញ្ចឹងឯង No អត់ប្រកាន់ទេប៉ុន្តែសួរថាបើទោះបីខ្ញុំអត់ប្រកាន់ក៏ដោយតើខ្ញុំចង់ឲ្យគេគិតថាខ្ញុំជាមនុស្សអាក្រក់ទេអត់ដូចគ្នាខ្ញុំក៏មិនចង់ឲ្យគេគិតថាខ្ញុំជាមនុស្សកាចយងក្នុងដែរប៉ុន្តែឲ្យខ្ញុំទៅខឹងគេអត់ទេដោយសារខ្ញុំព្យាករណ៍ឃើញថាកាលណាតែខ្ញុំពាក់រូបសម្បត្តិអញ្ចឹងនឹងមានហានិភ័យគេមើលមកផ្លូវហ្នឹងអញ្ចឹងបើខ្ញុំអត់ចង់ឲ្យគេច្រឡំថាខ្ញុំជាមនុស្សកាចយងក្នុងទេខ្ញុំផ្លាស់ប្ដូរឯកសន្តានខ្ញុំទៅកុំពាក់សក់វែងកុំទុកពុកមាត់វែងខ្ញុំកោវាឲ្យស្អាតកាត់វាស្អាតទៅខ្ញុំកិច្ចបានពីហានិភ័យមើងងាយពីគេពីហានិភ័យវាយតម្លៃខុសពីហានិភ័យដែលគេអាកាត់ខុសសាច់រឿងរបស់ខ្ញុំអញ្ចឹងបើបកត្រឡប់មកលើការស្លៀកពាក់របស់បងប្អូនស្រីៗយើងវិញការដែលបងប្អូនស្លៀកពាក់បែបម៉េច sexy សម្ញែងរាងកម្រិតណាដោយចេតនាឬដោយអចេតនាវាអត់ខុសទោះអ្វីទាំងអស់ប៉ុន្តែបងប្អូនក៏ត្រូវទទួលស្គាល់ការពិតថាបងប្អូននឹងប្រឈមជាមួយនឹងហានិភ័យគេវាយតម្លៃខុសឬក៏សម្លឹងច្រើននៅក្នុងផ្លូវ1 2 3 4អញ្ចឹងនិយាយឲ្យខ្លីយើងចង់បញ្ចេញសាច់បង្អួតរាងក្នុងកម្រិតណា it's okay ប៉ុន្តែកន្លែងខ្លះពេលខ្លះកម្រិតនៃការបង្ហាញរបស់យើងវានឹងបណ្ដាលឲ្យគេមើលឃើញគិតទៅផ្លូវផ្សេងច្រើនទម្រង់យើងត្រូវតែហ៊ានទទួលស្គាល់ថាយើងមិនអាចឃាត់គំនិតអវិជ្ជមានដែលលូតចូលខួរក្បាលរបស់គេនោះទេប៉ុន្តែយើងអាចឃាត់ហានិភ័យមិនឲ្យគេគិតបែបនឹងបានតាមរយៈចូលរួមកាត់បន្ថយកម្រិតនៃការសម្ញែងខ្លាំងពេកនិយាយទៅដូចរូបភាពគាត់និយាយថាដល់កម្រិតចេញកញ្ចក់ជើងគោអញ្ចឹងណាហើយខ្ញុំសូមឲ្យចងចាំមួយឃ្លាទៀតថាពេលខ្លះអ្វីដែលយើងចង់បង្ហាញហើយយើងគិតថាយើងមានសិទ្ធិបង្ហាញវាអាចជាអ្វីដែលគេមិនចង់ឃើញហើយក៏វាមិនគួរឲ្យគេឃើញដែរពេលខ្លះវាអាចបញ្ជាពីអ្វីដែលយើងយល់ឃើញហើយជាពិសេសបើយើងនិយាយទៅដល់សណ្ដាប់ធ្នាប់ការគោរពឲ្យតម្លៃគ្នាទៅវិញទៅមកក្នុងការបង្ហាញផ្នែកណាមួយនៃរាងកាយរបស់យើងក្រោមបន្ទាត់ព្រំដែននៃសិលធម៌បុគ្គលឬនៅតាមទីកន្លែងសាធារណៈសូមអរគុណ